ប្តីប្រគល់ប្រាក់ខែពេញមួយឆ្នាំឲ្យម្ដាយបង្កើតរីឯប្រពន្ធបែរជារីករាយចាក់សាច់មាន់ដែលទើបក្រួចចូលក្នុងក្រោលជ្រូកទៅវិញប្តីទើបតែហុចប្រាក់ថ្លៃញើសឈាម 3000 យន់ឲ្យទៅម្ដាយប្រពន្ធក៏ដើរទៅលើកឆ្នាំងមាន់ក្ដែលកំពុងពុះលើចង្ក្រានយកទៅចាក់ចោលក្នុងក្រោលជ្រូកទាំងអស់មាន់មេឃរាប់ម៉ោងពេញមួយរសៀលឈ្ងុយសាយភីពេញផ្ទះធ្វើឲ្យជ្រូកភ័យផ្អើលស្រែកអ៊ូអែរត់ពេញក្រោលប្តីឈោធាំងនៅនឹងកន្លែងចង់ចំហមាត់ជេរតែត្រូវលេបទឹកមាត់ត្រឡប់ទៅវិញប្រពន្ធមិនទាំងមើលមុខផងក៏រៀបចំចង្ក្រានរួចដើរចូលបន្ទប់ខាងលិចហើយទាញទ្វាររបិទផាំងអ៊ំស្រីវ៉ាងអ្នកចិត្តខាងអាតុកមើលលើកំពែងរបងបើកភ្នែកធំទាំងភ្ញាក់ផ្អើលហើយរអ៊ូតមថាអញនោះលេងស្អីទៀតហើយនឹងមន់ខលអយកទៅឲ្យជ្រូកស៊ីស្ដាយខាត់ណាស់លោកឲ្យម្ដាយក្មេកដើរចេញពីក្នុងបន្ទប់ហៅប៉ៅក្តោបលុយ 3000 យន់ដែលកូនប្រុសទើបតែឲ្យញឹមស្ទើរហែកមាត់គាត់ក្រឡេកមើលសាច់មាន់ក្នុងក្រោលជ្រូកបន្តិចរួចនិយាយធ្វើមិនដឹងក៏ចាក់ចោលទៅទោះយ៉ាងណាក៏មិនមែនជាលុយអញទិញដែរសម្ដីនេះនិយាយស្ដាប់ទៅស្រួលណាស់តែប្រពន្ធដែលនៅក្នុងបន្ទប់ខាងលិចបានឮច្បាស់ត្រចៀកទាំងអស់នាងខំមាត់ទឹកភ្នែករលីងរលោងពេញរង្វង់ភ្នែកតែខំទប់មិនឲ្យហូរចុះមកឡើយយប់នោះប្រពន្ធបានយកហឹបឈើប្រណិតដែលជាប្រដាប់ចម្លងការយកមកចាក់សោថែមទាំងរៀបចំខោអាវក្នុងទូយ៉ាងមានរៀបរយរួចខ្ចប់បង្វិចដាក់នៅក្បាលគ្រែប្តីដែលនៅក្នុងផ្ទះធំបានឮចុះណានោះក៏តូចចិត្តយ៉ាងខ្លាំងរួចមាត់រអ៊ូជាថាបើពូកែដើរចេញមែនតែនទៅកុំមកបំភ័យអញប៉ុន្តែបន្ទប់ខាងលិចនៅតែស្ងាត់ជ្រាបគ្មាននូវសំឡេងអ្វីសោះព្រឹកព្រលឹមឡើងប្តីក៏ស្ពីបង្វិចចេញទៅធ្វើការលីសុកនៅឯទីប្រជុំជនមុនពេលចេញទៅម្ដាយបានទះទ្រូងធានាឲ្យបានសុកចុះលុយកម្រៃជួលម៉ែអ្នកទុកមិនឲ្យខ្វះមួយកាក់មួយសេនទេប្តីងក់ក្បាលរួចដើរចេញទៅដោយមិនទាំងបានគោះទ្វារបន្ទប់ខាងលិចឡើយប៉ុន្តែដើរចេញទៅធ្វើការបានតែ3ថ្ងៃប៉ុណ្ណោះពេលត្រឡប់មកវិញក៏ស្រាប់តែជួបរឿងចម្លែកក្នុងផ្ទះមេមន់ទៅណាអស់ហើយប្តីដែលរកពេញលៀនឯម្ដាយគិតភ្នែកមិនហ៊ានមើលត្រង់រួចឆ្លើយកុហកថាលក់បាត់ហើយយកទៅដូរអង្គប្រេងអំបិលភ្លាមនោះប្រពន្ធនៅក្នុងបន្ទប់ខាងលិចក៏សើចចំអល់ឡើងដូរបានតែប្រេងអំបិលបន្តិចបន្តួចហ្នឹងមេមន់ពង3ក្បាលដូរបានតែប៉ុណ្ណឹងម៉ែពូកែទូទាត់បញ្ជីមែនតាផ្ទះនេះមិនទាន់ដល់វេនអញមកចេះដឹងទេប្រពន្ធមិនមកទៀតឡើយឯប្តីដែលនៅកណ្ដាលបានត្រឹមតែពិបាកក្នុងខ្លួនធ្វើអ្វីមិនកើតស្រាប់តែនៅថ្ងៃទី5មេភូមិក៏បានរត់មកដល់ផ្ទះមេភូមិបានរត់មកផ្ទះនិយាយថានៅលដុតឥតលើទីប្រជុំជនកំពុងរើសកម្មករមួយថ្ងៃបានថ្លៃឈ្នួល80 យន់ប្តីខំគិតក្នុងចិត្តថាចង់ទៅធ្វើការដើម្បីបានលុយនឹងតែឆែកមើលពេញខ្លួនលុយទិញស្បែកជើងកៅស៊ូស្អិតជើងមួយគូក៏គ្មានផងគាត់ក៏ខំប្រឹងក្រាស់មុខដើរទៅរកម្ដាយបង្កើតម៉ែដកលុយថ្លៃឈ្នួលដែលខ្ញុំធ្លាប់ញ៉ាំនឹងមកឲ្យខ្ញុំមកខ្ញុំត្រូវទិញស្បែកជើងមួយគូហើយសល់ប៉ុន្មានធ្វើថ្លៃធ្វើដំណើរម្ដាយក្មេកក្រឡេកភ្នែកចុះឡើងទាំងដកដង្ហើមធំនិយាយថាលុយឯងនឹងម៉ែយកទៅផ្ញើទេវេលាអស់ហើយមិនអាចដកពាក់កណ្ដាលទីបានទេខាត់ការប្រាក់ធំណាស់ណាប្តីបានត្រឹមតែឈរជន់ជើងដោយក្តីម្នីម្នានៅក្នុងលានផ្ទះភ្លាមនោះទ្វារបន្ទប់ខាងលិចក៏ចាប់ចម្លើងប្រពន្ធបានហុចលុយ50 យន់ចេញមកទាំងនិយាយដោយសំឡេងស្មើយកទៅប្រាសិនទៅប្តីភ្ញាក់ព្រឺតមុខឡើងក្តៅភ័យមិនហ៊ានលូតដៃទៅយកដាច់ខាតប្រពន្ធក៏មិនបាននិយាយអ្វីច្រើននាងដាក់លុយលើកម្រិតទ្វាររួចបិទទ្វារផ្ទះតិចឈរអស់មួយសន្ទុះទីបំផុតប្តីក៏អន់រើសយកលុយ50 យន់នោះញុកចូលក្នុងហោប៉ៅរួចអន់ក្បាលដើរចេញទៅគាត់ខំប្រឹងធ្វើការនៅលដុតអាចជាប់គ្នាអស់7ថ្ងៃរកបានលុយ560 យន់ពេលត្រឡប់មកភូមិវិញដើរកាត់តូបលក់ចាប់ហួយនៅដើមផ្លូវក៏ប្រទះឃើញប្អូនប្រុសទី2កំពុងអង្គុយជក់បារីនៅចិញ្ចើមផ្លូវប្អូនទី2ឃើញគាត់ភ្លាមភ្នែកឡើងភ្លឺស្ទុះមករកយ៉ាងលឿនបងប្រុសទីបំផុតបងត្រឡប់មកវិញហើយខ្ញុំសេងណាស់ជួបមេការខលខូចវាប្រមូលលុយរត់បាត់អស់រលីងឥឡូវខ្ញុំគ្មានសល់មួយរៀលជាប់ខ្លួនទេបងជួយខ្ញុំផងប្តីនឹកឃើញម៉ែតែងតែនិយាយថាប្អូនទី2នៅការដ្ឋានឯទីរួមខេត្តធ្វើការខិតខំប្រឹងប្រែងណាស់ចិត្តគាត់ក៏ទន់ជ្រីលូកដកលុយ200 យន់ហុចទៅឲ្យប្អូនទី2បានលុយភ្លាមក៏ងាកក្រោយរត់ចូលច្រកដឿងហែមតូចមួយបាត់ប្តីមានអារម្មណ៍ថាមិនស្រួលក៏លួចដើរតាមពីក្រោយជ្រៅក្នុងច្រកដឿងហែមមានតោអាប៉ង់2ផ្សែងបារីហុយត្រឡំពេញបន្ទប់ប្អូនទី2បានអង្គុយនៅតោអាប៉ង់បាត់ទៅហើយភ្នែកទាំងគូភ្លឺច្រាលសម្លឹងមើលលោកក្តារឯដៃកំពុងកាន់លុយ200 យន់អំបាញ់មិញនោះយ៉ាងណែនប្តីធ្លាក់ថ្លើមប្រមាត់អស់សង្ឃឹមយ៉ាងខ្លាំងក៏បែរក្បាលដើរត្រឡប់មកផ្ទះវិញរៀបរាប់រឿងរ៉ាវនេះប្រាប់ទៅម្ដាយតែម្ដាយមិនជឿសោះឡើយវាប្រកាសជាយកលុយដែលខ្ញុំឲ្យទៅលេងអាប៉ោងនៅខាងក្រៅហើយអូនអញគ្រាន់តែលេងកំសាន្តបន្តិចបន្តួចតើវាចាញ់អស់ប៉ុន្មានទៅពេលប្តីរៀបនឹងតវ៉ាស្រាប់តែមានសំឡេងប្រពន្ធលេចចេញពីក្នុងបន្ទប់មកថាខែធ្នូឆ្នាំមុនមានធ្វើលិខិតយកលេខថាបង្វិលលុយមិនទាន់បានខ្ចីលុយសន្យាថាខែមករៀននឹងសម្វិញឥឡូវដល់ខែមិថុនាហើយសូម្បីតែមួយកាក់ក៏មិនទាន់សំផងនិយាយមិនទាន់ផុតពីមាត់ផងប្រពន្ធក៏រុញទ្វារដើរចេញមកក្នុងដៃកាន់លិខិតខ្ចីប្រាក់ដែលមានផ្តិតស្នាមមេដៃម្ដាយក្មេកឃើញភ្លាមប្រែទឹកមុខស្មោះស្ទុះទៅកញ្ឆក់យកលិខិតនោះរួចហើយក៏តិចជាបំណែកភ្លាមទាំងមាត់នៅតែជាប្រមាថមិនឈប់បងប្អូនបង្កើតនឹងគ្នាគិតគូររឿងចំណេញខាត់អីចឹងហាបើលេចទៅខាងក្រៅមិនខ្មាស់គេស្លាប់ហើយប្រពន្ធមិនបានគាត់ទេអានសុកចិត្តដើរត្រឡប់ទៅបន្ទប់ខាងលិចស្ងាត់យប់នោះប្តីអង្គុយចោលឯកជក់ឆ្នាំកញ្ឆានៅមុខផ្ទះជិតកន្លះយប់មិននិយាយអីមួយម៉ាត់សោះប៉ុន្មានថ្ងៃក្រោយមករឿងអាស្រូវក៏កើតឡើងតាហូដែលបើកាស៊ីណូនៅភូមិជិតខាងបានមកពីបំណុលដល់ផ្ទះបាក់មាត់ភ្លាមទា5000 យន់ផ្លេតគាត់ថាបើគ្មានលុយសងបំណុលល្បែងរបស់អាប្អូនទី2ទេគឺត្រូវកាត់ដៃវាមួយខាងម៉ែអាណិតកូនរហូតដល់មុខឡើងស្លេកចាប់ដៃប្តីយំសោកអាធំអើយអញមិនអាចឈរមើលប្អូនស្លាប់ដោយមិនជួយអញ្ចឹងទេណាប្អូនអញនៅក្មេងណាស់បើខ្វះដៃមួយខាងរលាជីវិតវាហើយណាប្តីថាគ្មានលុយជាប់ខ្លួនទេតែម្ដាយនៅតែទារយកលុយ500 យន់ដែលគាត់ទើបធ្វើការរោងអត់បានហើយអង្វរគាត់ថាលុយថ្លៃរៀនកុំទុកមួយឡែកសិនទៅជីវិតអូនអញសំខាន់ជាងណាប្តីស្ងាត់ស្ងៀមអស់មួយសន្ទុះធំចុងក្រោយក៏លូកដកលុយ560 យន់ពីក្រោមខ្នើយមករួចដាក់ខ្ចីអ្នកចិត្តខាងបាន2400 យន់ទៀតរៀបចំបាន 3.00 យន់ប្រគល់ឲ្យតាហូមុនតាហូរាប់លុយរួចក៏ថានៅខ្វះ2000 យន់ទៀតម្ដាយក្មេកប្រញាប់ដោះកងដៃប្រាក់និងចិញ្ចៀនប្រាក់ពីដៃយកទៅបញ្ចាំសងជំនួសយប់នោះប្តីអង្គុយក្បែរចង្ក្រានបាយអង្គុយទំពាននំប៉័ងត្រជាក់តែម្នាក់ឯងប្រពន្ធដើរចេញពីបន្ទប់ខាងលិចលើកសុកក្តៅមួយចានមកដាក់ចិត្តជើងគាត់រួចរៀបនឹងដើរចេញទៅវិញ
ប្តីអង្គការចេញសម្លេងសឹកដូចមូថាបងខុសចំពោះអូនហើយប្រពន្ធមិនបាននិយាយអ្វីឡើយរួចក៏ដើរចូលបន្ទប់ខាងលិចវិញព្រឹកឡើងថ្ងៃបន្ទាប់ប្រពន្ធក៏ទៅធ្វើការនៅរោងអ័តដែរនាងខំប្រឹងធ្វើការកន្លះខែរហូតរកបានលុយជាង 1000 យន់ពេលត្រឡប់មកវិញនាងបានចុះធនាគារក្នុងទីប្រជុំជនដើម្បីបើកកូនសៀវភៅផ្ញើប្រាក់ថ្មីមួយដោយដាក់ឈ្មោះលើសៀវភៅនោះជាឈ្មោះរបស់ខ្លួនឯងល្ងាចឡើងពេលមកដល់ផ្ទះទ្វាររបងចើបពីចម្ងាយនាងឮសំឡេងម្ដាយក្មេកកំពុងស្រែកលោឡានៅក្នុងផ្ទះថាអញចង់ដើរចេញក៏ដើរទៅតែចៅប្រុសអញមិនអាចយកទៅបានទេប្រពន្ធនិយាយដោយសំឡេងស្ងប់ស្ងាត់ថាឆ្នាំក្រោយកូនត្រូវចូលរៀនថ្នាក់ទី1ហើយថ្លៃសាលាត្រូវតែមានរៀបចំទុកខ្ញុំនឹងទៅធ្វើការនៅហាងបាយគេធានាថ្លៃហូបចុកនិងកន្លែងស្នាក់នៅកូនខ្ញុំផ្ញើនៅផ្ទះម៉ែខ្ញុំសិនរៀងរាល់ខែខ្ញុំផ្ញើ100 យន់ឲ្យម៉ែខ្ញុំជាថ្លៃហត់នឿយលុយដែលសល់ខ្ញុំសន្សំទុកបង់ថ្លៃសាលារៀនកូនឲ្យតែលុយក្នុងផ្ទះនេះជប់យកទៅបំពេញរនំកៅឲ្យអាទី2ទៀតជីវិតគ្រួសារយើងគង់តែរស់បានទេប្តីរុញទ្វារដើរចូលមករួចហុចសៀវភៅធនាគារទៅឲ្យប្រពន្ធអន់មើលឃើញនៅលើនោះមានសរសេរឈ្មោះរបស់នាងនិងមានប្រាក់ផ្ញើចំនួន 1000 យន់នាងភ្ញាក់ឲ្យឈរថ្មឹងមួយកន្លែងនិយាយអ្វីមិនរួចឡើយប្តីនិយាយនៅមុខម្ដាយច្បាស់មួយម៉ាត់ថាកន្លងមកបងងងណាស់បងគិតថាការប្រគល់លុយទាំងអស់ឲ្យម៉ែគឺជាកញ្ញោឥឡូវបងយល់ច្បាស់ហើយក៏តែញោមមិនមែនធ្វើបែបហ្នឹងទេខ្ញុំត្រូវមើលថែគ្រួសារតូចរបស់ខ្ញុំឲ្យបានល្អសិនចិញ្ចឹមកូនឲ្យធំដឹងក្តីដល់ពេលមានសមត្ថភាពទើបអាចជួយអ្នកផ្សេងបានចាប់ពីថ្ងៃនេះទៅលុយកាក់ក្នុងផ្ទះទុកឲ្យប្រពន្ធខ្ញុំអ្នកមើលការខុសត្រូវទាំងអស់ម្ដាយក្មេកគេហើយក៏អង្គុយចុះលើដីវីភ្លើយំស្រែកយ៉ាងខ្លាំងលោកឲ្យលោកការប្រពន្ធហើយភ្លេចគុណម្ដាយអស់រលីងសំឡេងយំបានតាក់ទាញអ្នកជិតខាងឲ្យអត់មើលលើកំផែងគ្រប់គ្នាប៉ុន្តែលើកនេះគ្មាននរណាម្នាក់ចូលមកខត់ឡើយប្រពន្ធរៀបចំកែវសៀវភៅសន្សំទុកយ៉ាងរៀបរយរួចហុចកូនទៅឲ្យប្តីពោបន្ទាប់មកនាងបានដកយកក្រដាសជំពាក់លុយដែលត្រូវគេហែកខ្ទេចខ្ទីទាំងនោះចេញមកហើយរៀបបិទភ្ជាប់បំណែកទាំងនោះលើទំដងមួយឈ្មោះរបស់ប្អូនថ្លៃនិងចំនួនលុយជំពាក់ 2000 យន់គឺច្បាស់តែម្ដងនាងបាននិយាយទៅកាន់ម្ដាយក្មេកថាលុយ 2000 យន់ពីមុនខ្ញុំមិនទាវិញទេតែចាប់ពីថ្ងៃនេះទៅបញ្ជីការចំណាយក្នុងផ្ទះខ្ញុំជាអ្នកគ្រប់គ្រងលុយដែលប្តីខ្ញុំរកបានរាល់សេនចាយទៅណាសោះប៉ុន្មានត្រូវតែមានបញ្ជីច្បាស់លាស់ថ្ងៃក្រោយបើប្អូនមកខ្ចីលុយទៀតមួយសេនក៏គ្មានឲ្យដែរម្ដាយក្មេកខំញឹមលោឡាអស់មួយសន្ទុះឃើញគ្មាននរណាខ្វល់ក៏ស្ងាត់មាត់ទៅវិញថ្ងៃបន្ទាប់ប្តីបានទៅផ្សារទិញមេសោថ្មីពីរមួយសោជំរុកស្រូវមួយទៀតសោថតទៅទប់លុយហើយបានប្រគល់កូនសោទាំងពីរទៅឲ្យប្រពន្ធទាំងអស់ម្ដាយក្មេកដើរចុះឡើងក្នុងផ្ទះជាច្រើនជុំតែមិនហ៊ានបញ្ចេញសំឡេងអីទៀតឡើយជីវិតក៏បានកន្លងផុតទៅបែបនេះប្តីធ្វើការនៅរោងចក្រប្រពន្ធទៅធ្វើការនៅភោជនីយដ្ឋានឯកូនតម្រូវឲ្យយាយខ្លាយជាអ្នកជួយមើលថែរាល់ខែពេលបើកប្រាក់ខែភ្លាមអ្វីដែលប្តីធ្វើដំបូងគឺយកមកប្រគល់ឲ្យប្រពន្ធចែកលុយជា3ភាគ1ភាគសន្សំទុក1ភាគជូនម្ដាយបង្កើតនិង1ភាគទៀតទុកសម្រាប់ចំណាយក្នុងផ្ទះបើម្ដាយក្មេកត្រូវកាត់ថ្លៃចំណាយប្រចាំថ្ងៃត្រូវប្រាប់ឲ្យច្បាស់ថាយកទៅធ្វើអ្វីតើតែមានហេតុផលសមរម្យទើបព្រមមកលុយក្រោយមកអាប្អូនថ្លៃមកសុំលុយ2ដងទៀតប្រពន្ធតែងតែដួសបាយដួសសំនឹងនំប៉័ងឲ្យហូបឆ្អែតប៉ុន្តែឲ្យតែនិយាយដល់ពាក្យខ្ចីលុយគឺដាច់ខាតមិនបានដាច់ខាតត្រូវប្រពន្ធបដិសេធដាច់អង្ការអាប្អូនថ្លៃក៏មិនហ៊ានមកទៀតឡើយកន្លងផុតទៅកន្លះឆ្នាំដល់ថ្ងៃទី23ខែមីពិធីបុណ្យចូលឆ្នាំតូចប្រពន្ធបានទិញមាន់មួយកែច្នៃធ្វើសំមាន់យ៉ាងឈ្ងុយឆ្ងាញ់ប្តីចាប់សាច់មួយដុំដាក់ចូលមាត់ទំពីជក់ចិត្តរំពេចនោះភ្នែករបស់គេក៏ក្រហមព្រៃរសជាតិសាច់នេះដូចគ្នាបេះបិទនិងសមការអូនចាក់ចូលស្នូកជ្រូកគ្មានខុសបន្តិចសោះប្រពន្ធលួចសម្លក់ប្តីមួយភ្នែករួចពោលស៊ីបាយហើយនៅតែមិនចិត្តមកទៀតប្តីសើចចាក់ឯកុករួចចាប់សាច់មួយដុំទៀតអ្វីដែលឈឺចាប់បំផុតក្នុងជីវិតអាពាហ៍ពិពាហ៍មិនមែនជាភាពលំបាកវេទនានោះទេតែជាការដែលយើងខិតខំប្រឹងប្រែងមើលថែគ្រួសារតូចយ៉ាងអស់ពីសមត្ថភាពប៉ុន្តែនៅតែមិនអាចឈ្នះចិត្តលំអៀងនិងភាពអាត្មានិយមរបស់គ្រួសារខាងប្តីច្បាប់គ្រួសារដ៏ល្អបំផុតសម្រាប់មនុស្សពេញវ័យមិនមែនជាការប្រណិប័តដល់មុខនោះទេគឺប្តីប្រពន្ធត្រូវតែមានចិត្តតែមួយគ្រួសារតូចទើបមានសុភមង្គលនិងសុខសន្តិភាពជារៀងរហូត